ថ្ងៃនេះគ្រូមានមេរៀនមួយចង់មកធ្វើការចែកម្លែកបងប្អូនថ្នាក់ទី11ទាំងអស់គ្នាគឺទាក់ទងទៅនឹងមេរៀនទម្រង់ល្វីសសម្រាប់ឆមាសទី2ហ្នឹងគួរសង្កេតឃើញថាបងប្អូនមួយចំនួនគឺមិនទាន់ដឹងពីរបៀបក្នុងការសរសេរទម្រង់ល្វីសតើគេប្រើអ្វីដើម្បីយកទៅសរសេរទម្រង់ល្វីសតើធ្វើបែបម៉េចដើម្បីសរសេរទម្រង់ល្វីសត្រឹមត្រូវឬក៏បានល្អឬក៏ធ្វើម៉េចដើម្បីសរសេរទម្រង់ល្វីសគោរពតាមវិធានការរបស់គេហ្នឹងអញ្ចឹងបងប្អូនត្រូវចាំក្នុងការសរសេរទម្រង់ល្វីសគឺគេប្រើតែអេឡិចត្រូនស្ទប់ក្រៅទេឬក៏អេឡិចត្រូនប្លង់ទេដែលយកមកធ្វើការសរសេរហើយនិមិត្តសញ្ញាល្វីសគឺជារ៉ាឌីកាល់សេរីដែលតាំងដោយនិមិត្តសញ្ញាចុចមួយនឹងឯងហ្នឹងអញ្ចឹងអ្វីទៅជាអេឡិចត្រូនស្ទប់ក្រៅអញ្ចឹងអេឡិចត្រូនស្ទប់ក្រៅគឺបានមកពីនៅពេលដែលយើងសរសេររបាយអេឡិចត្រូនឥឡូវគូឧទាហរណ៍ថារបាយអេឡិចត្រូននៃកាបូនដែលកាបូនស្ថិតនៅក្នុងលេខលំដាប់ទី6ក្នុងតារាងខួបអញ្ចឹងនៅពេលដែលយើងសរសេររបាយអេឡិចត្រូនគឺអេឡិចត្រូនស្ទប់ក្រៅរបស់វានឹងឯងគេហៅថាអេឡិចត្រូនវ៉ាឡង់ហ្នឹងដែលយើងយកមកសរសេរទម្រង់ល្វីសឥឡូវយើងសរសេររបាយអេឡិចត្រូនតាម 2n ការ៉េអញ្ចឹងស្ទប់ទី1ស្ទប់មេទី1គឺការស្ទប់មេទី2គឺ l ស្ទប់មេទី3 m ស្ទប់មេទី4អញ្ចឹងការ lmn opq អញ្ចឹងទៅនេះការ l អញ្ចឹងដោយសារតែនៅពេលហ្នឹងយើងមើលប្រូតុងឬក៏លេខលំដាប់អាតូមនៃកាបូនគឺមាន6អញ្ចឹងស្ទប់ការដាក់បាន2អេឡិចត្រូនស្ទប់ l គឺដាក់បាន8អេឡិចត្រូនអញ្ចឹងដល់ពេលដែលយើងដាក់ទៅនេះបាន2អញ្ចឹងដល់ពេលដែលយើងដាក់អស់2ហើយយើងមើល6ដាក់អស់2សល់ប៉ុន្មានគឺនៅសល់តែ4ទេអញ្ចឹងដាក់នៅលើស្ទប់ l ទាំង4ហ្នឹងមកអញ្ចឹងនេះអាលេខនេះហើយគឺគេហៅថាអេឡិចត្រូនស្ទប់ក្រៅឬក៏អេឡិចត្រូនរបស់វានឹងឯងអេឡិចត្រូនវ៉ាឡង់របស់វានឹងឯងដែលយើងយកមកសរសេរទម្រង់ល្វីសដែលទម្រង់ល្វីសគឺតាំងដោយសញ្ញាចុចមួយនេះហ្នឹងអញ្ចឹងទម្រង់ល្វីសរបស់កាបូនគឺយើងបានចេះនេះអញ្ចឹងមានថាវាមានអាចុចហ្នឹងចំនួន4អញ្ចឹងមកនេះអញ្ចឹងគឺបងប្អូនត្រូវចេះសរសេររបាយអេឡិចត្រូនដែរក្នុងករណីខ្លះហ្នឹងឥឡូវយើងចូលទាំងអស់គ្នាអញ្ចឹងក្នុងការសរសេរទម្រង់ល្វីសបងប្អូនត្រូវចាំគឺមានតែប្រមាណធាតុទេពួកអីដោយសារតែការសរសេរទម្រង់ល្វីសគឺភាគច្រើនគឺផ្ដោតទៅលើពពុះអលោហៈអញ្ចឹងអលោហៈគឺមាននៅក្នុងក្រុម1មានអ៊ីដ្រូសែនអញ្ចឹងក្នុងក្រុម2គឺមានបេរីយ៉ូមប៉ុន្តែបេរីយ៉ូមនឹងគឺជាលោហៈដែលខ្សោយខ្លាំងមែនទែនហ្នឹងនេះអញ្ចឹងអ៊ីដ្រូសែនក្រុម1អញ្ចឹងបានន័យថាវាមានអេឡិចត្រូនស្ទប់ក្រៅ1ឬក៏អេឡិចត្រូនវ៉ាឡង់1អញ្ចឹងបានន័យថាអ៊ីដ្រូសែនគឺមានអាចុចនឹង1ដូចគ្នាដែរនេះអញ្ចឹងក្រុម2គឺមានតែមួយធាតុទេដែលយើងនឹងជួបញឹកជាងគេក្នុងការសរសេរទម្រង់ល្វីសគឺគេហៅថាបេរីយ៉ូមអញ្ចឹងទម្រង់ល្វីសរបស់វាគឺមាន2រ៉ាឌីកាល់សេរីនឹងឯងនឹងដោយសារវានៅក្រុម2អញ្ចឹងវាមាន2រ៉ាឌីកាល់សេរីអញ្ចឹងចំពោះក្រុម3គឺមាន2ធាតុគឺមានអាតូមបហើយនឹងអាលុយមីញ៉ូមអញ្ចឹងឃើញអត់ដល់ពេលវានៅក្រុម3អញ្ចឹងបានន័យថាវាមានរ៉ាឌីកាល់សេរីចំនួន3ឬក៏សរសេរទម្រង់ល្វីសយើងបានចុច3នឹងចំនួនចុចហ្នឹងគឺចំនួន3ដូចគ្នាដែរតោះអញ្ចឹងវានៅក្រុមជាមួយគ្នាកាលណាវានៅក្រុមជាមួយគ្នាទម្រង់ល្វីសនៃធាតុហ្នឹងគឺដូចគ្នាឃើញអត់ហ្នឹងក្រុម3ដូចគ្នាឥឡូវយើងចូលទៅដល់ក្រុម4អញ្ចឹងក្រុម4គឺមានតែ2ធាតុទេដែលយើងនឹងជួបគឺធាតុទី1គឺកាបូនបងប្អូនត្រូវចាំក្នុងការសរសេរទម្រង់ល្វីសនៃធាតុណាអាហ្នឹងគេហៅថាធាតុដែរទាំងអស់ហ្នឹងអញ្ចឹងយើងត្រូវបំពេញអេឡិចត្រូនឲ្យជុំវិញវាសិនហ្នឹងអាហ្នឹងក្នុងករណី4អត់អីទេដោយសារតែកាបូនក្រុម4អញ្ចឹងបំពេញទៅគឺវាអស់ត្រឹមនឹងឯងប៉ុន្តែក្នុងករណី5គឺវាផ្សេងពីហ្នឹងយើងអាចបំពេញម្ដងទាំងពីរបានទេតោះអញ្ចឹងក្នុងករណីក្រុម4គឺកាបូនគឺទម្រង់ល្វីសនៃធាតុវាបានប៉ុណ្ណឹងហើយស៊ីលីជូមក៏ដូចគ្នាដែរដោយសារវានៅក្រុមជាមួយគ្នាអញ្ចឹងបងប្អូនត្រូវចាំនេះកាលណាវាមានអេឡិចត្រូនសេរី2ឬក៏3ឬក៏4បានន័យថាវាអាចមានដៃដែលទៅភ្ជាប់ជាមួយអាតូមផ្សេងទៀតគឺប៉ុណ្ណឹងដែរឧទាហរណ៍អ៊ីដ្រូសែនមានអេឡិចត្រូនសេរី1
ចឹងបានន័យថាលទ្ធភាពនៃការចងសម្ព័ន្ធជាមួយគេគឺមួយដូចគ្នាដែរនៅឧទាហរណ៍ថាអ្នកពិការភាពអញ្ចឹងណាមានដៃតែម្ខាងអញ្ចឹងនៅពេលដែលទៅចាប់ដៃជាមួយគេអាចមានដៃពីរទៅចាប់ទេតើនឹងគឺមានដៃតែមួយសម្រាប់ទៅចាប់ដៃជាមួយគេអាហ្នឹងគឺដូចគ្នាដែរប៉ុន្តែចំពោះបេរីយ៉ូចឹងបេរីយ៉ូមានរ៉ាឌីកាល់សេរីចំនួន2អញ្ចឹងបានន័យថាវាមានលទ្ធភាពទៅចងសម្ព័ន្ធឬក៏ទៅចាប់ជាមួយគេហ្នឹងជាមួយធាតុផ្សេងទៀតគឺ2ដូចគ្នាដែរហ្នឹងដូចបមាន3អញ្ចឹងវាអាចមានដៃ3យើងប្រើពាក្យថាដៃ3ឬក៏បង្កើតសម្ព័ន្ធបាន3ដូចគ្នាដែរអញ្ចឹងចំពោះធាតុដែលមានដៃច្រើនជាងគេគឺដែលមានរ៉ាឌីកាល់សេរីច្រើនជាងគេគឺការកាបូនអញ្ចឹងកាបូនមានរ៉ាឌីកាល់សេរីចំនួន4អញ្ចឹងបានន័យថាវាអាចចងភ្ជាប់ជាមួយនឹងអាតូមផ្សេងទៀតបាន4ដូចគ្នាដែរហ្នឹងស៊ីលីយ៉ូមក៏អញ្ចឹងដែរដល់ចូលដល់ក្រុម5អញ្ចឹងក្រុម5មាន2ទី1អាសូតទី2គឺផូស្វ័រហ្នឹងអញ្ចឹងក្នុងការសរសេរទម្រង់នេះដូចគ្រូប្រាប់មិញអញ្ចឹងគឺយើងត្រូវធ្វើម៉េចគូសឲ្យវាជុំវិញសិនបើន័យថាបំពេញអាស្ទប់ក្រៅនឹងស្ទប់ខាងក្នុងឲ្យអស់សិនចាំឡើងទៅស្ទប់ខាងក្រៅដូចយើងសរសេររបាយអេឡិចត្រូននៅខាងនេះអញ្ចឹងហ្នឹងមិនថាយើងបំពេញឲ្យគ្រប់4សិនបន្ទាប់មកចាំយើងថែមអីដែលនៅសល់នេះបងប្អូនត្រូវចាំនៅពេលដែលគេសរសេរពីរទន្ទឹមគ្នាអញ្ចឹងវាយើងអាចសរសេរនិមិត្តសញ្ញាមួយទៀតបានគឺនេះđể cô lùm tí sân nè cana viên hơi tầm khi này chẳng á cứ dương ái tôi xây vi chụp bật năng bàn bật năng kia ta thuê tà lịch trồng nằng bật năng á chẳng mà bật cứ smart năng pi lịch trồng chắc dương ai tôi xây chẳng bàn đôi khi này ở đây thì dương trong tôi xây chọn những cái bán dương trong tôi xây chia bật chẳng có bàn này chẳng cana trong mũi kia tầm rong đôi này thiết cứ đôi khi này chẳng đôi oxygen trong bụng mũi chắc mình thay vì miền ra để ca sẽ lấy chùm núm bụng mũi đôi khi này nàyทั้งสู้ถามออกซิเจนมีระดับเพียบประกาศสัมพันธ์บ้านมันคือมีนปีเดซันไทยเป็นมีนราดิการเสรีจำนวนปีจังอาทเวตานั่นคือวิมันจองสัมพันธ์ตีไอเดียจองสัมพันธ์คืออิเล็กตรอนเสรีนี่ตีนะจังสัมพันธ์ท้องกระดูกขณีได้ให้ติดต้องแต่นั่งกรมบ่มเปิลคือมีนพลอยอคลอโปรมให้หนึ่งอีโยดนี่คือมีนบ่มเปิลอิเล็กตรอนเสรีหรือก็อิเล็กตรอนสตอบกระดูกขณีได้จังระดับเพียบในการจองสัมพันธ์แบบนี้คือมีนแต่มวยthì được sang tay ra để ca sẽ đấy cứ miền mùi chẳng vì ai miền đầy mũi con ca cho sầm buồn chẳng đôi cái lại nắng dương trơ chạm thiệt để ai nơi chia tôm khang bạn ấy than anh ấy cứ mà chia ở tầm rong lùi nè nè thiệt để bắt tay nó về để dương ta xây tầm rong lùi này nàyสมาธิเปียท่าสมาธิคือบันไดทำมีนทิศจับปีล่างใต้ซ้อมโจคเนียจังปนปนเตอโรคจำนวนกระดาษรอตรงกระดาษทำบันไดการนำมีนทิศจับปีล่างใต้คือวิมีนจำนวนกระดาษอะไรนั่งจังปนเตอดังทำมวยหน้าเจียตรงข้างมวยหน้าเจียตรงกระดาษจังตมุติกูหนึ่งปราบทำมือไม่ดำใบดังทำวิเจียตรงกระดาษหรือก่อตรงข้างต่อจำพวกปุกรมเปิลคือโดยชนิดที่ตำรวจวิในเทียคือประพันธ์นั้นนี่จังไปเจอที่ปนเตอแต่จำอะโลหะต่างออกหนึ่งบางปนจำอะโลหะต่างออกนั่งเทคือโครงการตัดเซตำรวจวิบอกปนก็อดบานหล่ออดบานเติมเตอแต่ตามหนังใดจังดำเรอไอ้ปนเตอแต่จำด้วยขณีตามเตอร์วีมันมีไอ้ประบาดจำแม่โดยสารไต่กรมมุ้ยคือมีแต่มาเทียให้อีโตรเซนกรมปีมีแต่เบริโยมุ้ยเทกรมใบมีปีเทียบอให้นางเลยมโยกรมบุญมีแต่ปีเทียคือกระเป๋าหนังซีดิโจมแต่ไอ้ดิยังจุบnhấtคือกระเป๋าหนังไงไปกรมพร้ำมีน่ะโซดให้นางโฟสฟอร์กรมผมมุ้ยมีปีเทียออกซิเจนสปอนทอให้กรมผมเปิ้ลมีบุญเทียกรมผมใบนั่งซึ่งแต่ยังเหมือนจูพ่องหนังจังปนจำแต่ปนนั่งมาเอาเวียดจานตีขนมเนียมเจซ่าปนนั่งคือvì mình miền ấy chỉ lệ khả năng thắt thun ngô ấy mà này năng bộ ấy dương tuần thì chỉ xác cứ dương trời tại riêng trời tại prang trời tại mơ năng ấy bây giờ bây dương bộ phận năng dương ở chạm tế lang thì đập pí sừng khum ấy tiền chẳng dương trời kết cùng ai này chắc bây dương trong chết cứ trời tại prang tình tình nhà từng ở năng thà alo hạ là cầu môi miền ấy kha là cầu bầm bầm miền ấy kha chẳng màu nó về bộ ôn cha mà nắng á không cả xây thầm luôn rồi này sớm thiết còn nghi sự thật tạm lúc nàyต่อเลยยังโจทย์ตัวมือการตัดเซตตำรงลุยในสมาร์ทเทียโกการมวยจำนวนทั้งโครงการตัดเซระบายอะไรต้องอะ
ក្នុងការទៅសេតម្រងល្វីកន្លែងនេះគួរច្រឡំតិចណាហ្នឹងហើយអញ្ចឹងក្នុងការទៅសេតម្រងល្វីកគឺគោលការណ៍ធំបំផុតគឺទៅសេយ៉ាងណាឲ្យគ្រប់អាតូមទាំងអស់មានទំនោរទៅរកឧស្ម័នកម្រមានទំនោរឲ្យដូចទៅនឹងឧស្ម័នកម្រយើងដឹងហើយឧស្ម័នកម្រគឺជាឧស្ម័ននិចលឧស្ម័នដែលមិនចូលរួមប្រតិកម្មឧស្ម័នដែលអសកម្មដោយសារអីដោយសារតែរបាយអេឡិចត្រូនសន្ទប់ក្រៅរបស់វាគឺវាឆ្អែតហើយធម្មតាមនុស្សយើងទៅហូបបាយឆ្អែតហើយយើងលែងឃ្លានទៀតហើយយើងចាក់អីក៏លែងចូលទៀតដែរអាហ្នឹងក៏ដូចគ្នាដែរប៉ុន្តែផ្ទុយទៅវិញឥឡូវយើងមើលនេះផ្លូចអវាខ្វះមួយទៀតគ្រប់8អេឡិចត្រូនអញ្ចឹងពាក្យថាមួយអត្តតាគឺស្មើនឹង8អេឡិចត្រុងអញ្ចឹងវាត្រូវការ8អេឡិចត្រុងដើម្បីឲ្យវាឆ្អែតវានិចលវាលែងមានប្រតិកម្មអីទៀតណាអាហ្នឹងក៏ដូចគ្នាដែរឃើញធាតុចាប់ពីក្រុម7ចុះនេះបាន8អេឡិចត្រុងនៅគឺនៅទេអញ្ចឹងហើយបានន័យថានៅក្នុងការសរសេរទម្រង់ល្វីកឲ្យអាតូមទាំងអស់ហ្នឹងមានទំនោរទៅរកឧស្ម័ននិចលមានទំនោរដូចឧស្ម័ននិចលឬក៏គោរពតាមច្បាប់អត្តតា8អេឡិចត្រុងនឹងឯងហ្នឹងអញ្ចឹងវិធានក្នុងការសរសេរទម្រង់ល្វីកមាន6 7តោះអាហ្នឹងក្នុងការសរសេរទម្រង់ល្វីកនៃសមាសធាតុណាមកទី1គឺយើងត្រូវគណនាអេឡិចត្រុងវឡង់អញ្ចឹងគណនាអេឡិចត្រុងវឡង់ហ្នឹងគឺអេឡិចត្រុងវឡង់គឺតាំងដោយ S អញ្ចឹងអេឡិចត្រុងវឡង់សរុបអញ្ចឹងបងប្អូនដឹងហើយឧទាហរណ៍ថាម៉ូលេគុលទឹកអញ្ចឹងម៉ូលេគុលទឹកវាផ្សំឡើងដោយអាតូមអ៊ីដ្រូសែនចំនួន2ហើយអាតូមអុកស៊ីសែនចំនួន1អញ្ចឹងក្នុងការគណនាអេឡិចត្រុងវឡង់សរុបគឺយើងត្រូវគណនាបូកបញ្ចូលគ្នារវាងអេឡិចត្រុងវឡង់នៃអាតូមអ៊ីដ្រូសែនជាមួយនឹងបូកជាមួយនឹងវឡង់អេឡិចត្រុងនៃអាតូមអុកស៊ីសែនអញ្ចឹងអុកស៊ីសែននៅក្រុម6អញ្ចឹងវាមានតែមួយធាតុទេអញ្ចឹងយក6បូកជាមួយនឹងវឡង់អេឡិចត្រុងនៃអ៊ីដ្រូសែនស្មើ1ប៉ុន្តែវាមានប៉ុន្មានអាតូមគឺមាន2អាតូមអញ្ចឹងបានន័យថា S ពេលហ្នឹងគឺស្មើទៅនឹង2បូកវឡង់អេឡិចត្រុងនៃអុកស៊ីសែន6អញ្ចឹងគឺស្មើនឹង8ស្មើនឹង8អេឡិចត្រុងអញ្ចឹងមកហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺសំខាន់ទោះបីគេឲ្យបងប្អូនគណនាអេឡិចត្រុងវឡង់សរុបក៏ដោយក៏បងប្អូនត្រូវតែគណនាដើម្បីផ្ទៀងផ្ទាត់ខ្លួនឯងដែរហ្នឹងដែលអេឡិចត្រុងវឡង់សរុបហ្នឹងគឺតាំងដោយ S អញ្ចឹងនៅពេលដែលបងប្អូនគណនាអាហ្នឹងហើយគឺយើងត្រូវបន្តទៀតចំណុចទី2ត្រូវគណនាទ្វេតាអេឡិចត្រុងពាក្យថាទ្វេតានេះយើងគណនានេះគេប្រៀបដូចអានិមិត្តសញ្ញាត្រេមួយនឹងឯងអានេះគេថាអេឡិចត្រុងសេរីតែមួយដល់ពេលនេះគឺទ្វេតានេះទ្វេតាអេឡិចត្រុងឬក៏ទ្វេតាអេឡិចត្រុងសេរីនឹងឯងអញ្ចឹងដើម្បីរកទ្វេតាអេឡិចត្រុងសេរីឬក៏ទ្វេតាអេឡិចត្រុងគឺយើងត្រូវយកអា S នេះចែកនឹង2មកនឹងគឺយើងបាន S រូបមន្តវាគឺ S លើ2បានន័យថានៅពេលដែលយើងគណនា S ទៅ S លើ2ចង់គណនាទ្វេតាអេឡិចត្រុងគឺយើងយក S ចែកនឹង2មកគឺឃើញហើយដូចក្នុងករណីនេះអញ្ចឹងគឺយើងបាន S លើ2គឺយក8ចែកនឹង8ចែកនឹង2មកគឺស្មើ4អញ្ចឹងមក4ទ្វេតាអញ្ចឹងបានន័យថាវាមានអាសម្ព័ន្ធនេះអាបន្ទាត់នេះគឺចំនួន4ឲ្យយើងងាយស្រួលក្នុងការសរសេរទម្រង់ល្វីកហ្នឹងឯងព្រោះអីនៅពេលដែលយើងសរសេរទម្រង់ល្វីកគឺយើងត្រូវប្រើអាបន្ទាត់ហ្នឹងឯងដើម្បីងាយស្រួលតោះចំណុចទី3គឺយើងត្រូវកំណត់អាតូមកដាលកន្លែងហ្នឹងគឺសំខាន់ណាបងក្នុងការកំណត់អាតូមកដាលគឺបងត្រូវដឹងថានេះដូចក្នុងករណីទឹកអញ្ចឹងម៉ូលេគុលទឹកអញ្ចឹងបងត្រូវដឹងថាមួយណាជាអាតូមកដាលហើយមើលមិនអញ្ចឹងអាតូមកដាលយើងមើលអាតូមកដាលលុះត្រាតែសមាសធាតុហ្នឹងវាចាប់មានធាតុចាប់ពី2ឡើងទៅអញ្ចឹងដូចក្នុងហ្នឹងមានប៉ុន្មានធាតុអុកស៊ីសែន1ធាតុអ៊ីដ្រូសែន2អញ្ចឹងវាស្មើនឹង2វាស្មើនឹង3បើយើងគិតទៅវា2ប្រភេទអាតូមប៉ុន្តែវាមាន3អាតូមឃើញទេ2ប្រភេទប៉ុន្តែមាន3អាតូមអញ្ចឹងចាប់ពី3អាតូមឡើងទៅបើន័យថាវាមានអាតូមកដាលហើយហ្នឹងអញ្ចឹងអាតូមកដាលគឺជាអាតូមដែលតិចជាងគេបងប្អូនត្រូវចាំអាតូមកដាលគឺជាគឺជាអាតូមដែលតិចជាងគេហើយក៏ជាអាតូមដែលមានអេឡិចត្រុងសេរីច្រើនជាងគេដែរឥឡូវបងប្អូនមើលនេះអ៊ីដ្រូសែនមានអេឡិចត្រុងសេរីតែមួយទេប៉ុន្តែអុកស៊ីសែនវិញមានអេឡិចត្រុងសេរីចំនួនប៉ុន្មានគឺ2អញ្ចឹង2អញ្ចឹងបើន័យថាវាមានដៃច្រើនអញ្ចឹងមនុស្សថាវាមានដៃច្រើនអញ្ចឹងវាត្រូវតែនៅកដាលហើយហ្នឹងអញ្ចឹងក្នុងករណីទី1របៀបមើលអាតូមកដាលបងប្អូនត្រូវដឹងថាវាជាអាតូមដែលតិចជាងគេក្នុងម៉ូលេគុលហ្នឹង
ហើយអាតូមហ្នឹងគឺជាអាតូមដែលមានអេឡិចត្រូនសេរីច្រើនជាងគេយកធ្វើជាអាតូមកណ្ដាលចឹងមកតោះឥឡូវយើងចូលដល់ចំណុចទី4អញ្ចឹងនៅពេលដែលយើងបានគណនា S លើ 2 ហើយយើងបានកំណត់ប្រភេទអាតូមកណ្ដាលហើយឥឡូវដំណាក់កាលទី4បងប្អូនត្រូវគូសភ្ជាប់សម្ព័ន្ធមួយជាន់រវាងអាតូមកណ្ដាលជាមួយនឹងអាតូមខាងអញ្ចឹងនៅពេលដែលយើងរើសមិញនេះអុកស៊ីហ្សែនជាអាតូមកណ្ដាលអញ្ចឹងយើងគូសភ្ជាប់មកដំណាក់កាលទី4ភ្ជាប់សម្ព័ន្ធមួយជាន់រវាងអាតូមកណ្ដាលជាមួយនឹងអាតូមខាងសំទោសកន្លែងនេះច្រឡំអញ្ចឹងអាតូមខាងពេលហ្នឹងជាអ៊ីត្រូសែនអញ្ចឹងយើងគូសមកនេះតោះនៅពេលដែលយើងគូសប៉ុណ្្នឹងហើយយើងមើលថានៅពេលដែលយើងគូសសម្ព័ន្ធមួយជាន់ឥឡូវយើងចូលទៅដល់ដំណាក់កាលទី5បន្ថែមអេឡិចត្រូនទាំងអស់ទៅលើអាតូមនីមួយៗឲ្យវាឆ្អែតអញ្ចឹងឥឡូវយើងមើលនៅពេលដែលយើងគណនាមិញយើងឃើញនេះទ្វេតាហ្នឹងគឺមាន4អញ្ចឹងឥឡូវបងថែមទ្វេតាអស់ប៉ុន្មានហើយបងថែមអស់2ហើយនេះកន្លែងនេះ1កន្លែងនេះ1អញ្ចឹងបងថែមអស់2ហើយអញ្ចឹងបានន័យថាវានៅសល់2ទៀតអញ្ចឹងនៅសល់2ទៀតសួរតែយើងគួរថែមលើមួយណាដើម្បីឲ្យវាគ្រប់តាមច្បាប់អត្តតាហើយបងអូនត្រូវចាំដល់កន្លែងហ្នឹងចំពោះអាតូមអ៊ីត្រូសែនគឺវាឆ្អែតនៅត្រឹម2អេឡិចត្រូននេះ2អេឡិចត្រូននេះហ្នឹងវាអាចថែមអីទៀតបានទេអញ្ចឹងអា2ទាំងអស់ហ្នឹងអីដែលនៅសល់2ទៀតហ្នឹងគឺយើងត្រូវថែមទៅលើអាតូមអុកស៊ីហ្សែនដោយសារអុកស៊ីហ្សែនវាទើបតែបាន4អេឡិចត្រូនទេអញ្ចឹងបងត្រូវថែម2ទៀតដើម្បីឲ្យអុកស៊ីហ្សែនគ្រប់តាមច្បាប់អត្តតាគឺ8អេឡិចត្រូនណានេះឥឡូវយើងនៅពេលដែលយើងថែមទ្វេតាឲ្យបងត្រូវសង្កេតមើលឡើងវិញតើបងថែមហ្នឹងគ្រប់ចំនួននៅគ្រប់ចំនួន4ទ្វេតានៅឬក៏គ្រប់ចំនួន8អេឡិចត្រូននៅថែមទាំងអស់ហ្នឹងណាកុំឲ្យលើសកុំឲ្យខ្វះបើបងថែមលើសក៏ខុសបងថែមខ្វះក៏ខុសដែរអញ្ចឹងដូចក្នុងករណីហ្នឹងអញ្ចឹងឥឡូវយើងមើលនៅពេលដែលយើងថែមហើយយើងរាប់ចំនួនអេឡិចត្រូនវាគ្រប់8អេឡិចត្រូនវិញអត់នេះ2កន្លែង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 នេះ2អញ្ចឹងសរុបវា8ជាង8អេឡិចត្រុងអញ្ចឹងមានន័យថាយើងថែមបានគ្រប់ហើយអាតូមអុកស៊ីហ្សែនក៏ឆ្អែតហើយដែរអាតូមអ៊ីត្រូសែនក៏ឆ្អែតហើយដែរគឺ2អេឡិចត្រុងនឹងឯងហ្នឹងអញ្ចឹងរបៀបសរសេរទម្រង់របៀបបងត្រូវដឹងប៉ុណ្ណឹងនេះនៅពេលដែលយើងទី5ហើយមិញហ្នឹងតាមពិតគួរនៅចំណុចមួយទៀតទាក់ទងទៅនឹងការត្រួតពិនិត្យឡើងវិញត្រួតពិនិត្យហ្នឹងបានន័យថាយើងត្រូវរាប់ទ្វេតាមិនសម្ព័ន្ធឬក៏ទ្វេតាសម្ព័ន្ធអីផ្សេងតើវាគ្រប់ចំនួន8អេឡិចត្រុងឬក៏គ្រប់ចំនួនទ្វេតាសម្ព័ន្ធដែលយើងបានគណនាហើយនៅបើសិនតែយើងបានរាប់ទៅឃើញវាដូចឬក៏គ្រប់ទៅនឹងអ្វីដែលយើងបានគណនាបានន័យថាវាត្រឹមត្រូវហើយនេះដូចក្នុងទម្រង់នេះគឺមូលគាទឹកគឺបានប៉ុណ្្នឹងហើយហ្នឹងថ្ងៃនេះគ្រូមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតហ្នឹងជូនពរសំណាងល្អ